ប្រវត្តិរបស់ Cristiano Ronaldo Cristiano Ronaldo dos Santos Aveiro កើតនៅថ្ងៃទី5 ខែកុម្ភៈឆ្នាំ1985នៅទីក្រុង Funchal ប្រទេស Portugal លោកគឺជាកីឡាករបាល់ទាត់អាជីពដ៏ល្បីល្បាញម្នាក់និងត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជីវិតដំបូង Ronaldo ធំឡើងក្នុងគ្រួសារដែលមានជីវភាពមធ្យមតាំងពីកុមារភាពលោកបានបង្ហាញទេពកោសល្យផ្នែកបាល់ទាត់យ៉ាងច្បាស់នៅវ័យ12ឆ្នាំលោកបានចាកចេញពីគ្រួសារទៅហ្វឹកហាត់នៅក្លឹប Sporting CR អាជីពបាល់ទាត់ឆ្នាំ2003លោកបានចូលរួមជាមួយ Manchester United ឆ្នាំ2009លោកបានផ្ទេរទៅ Real Madrid ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកនៅពេលនោះនៅ Real Madrid លោកបានឈ្នះពានរង្វាន់ជាច្រើននិងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លឹបបន្ទាប់មកលោកបានលេងឲ្យ Juventus ហើយត្រឡប់ទៅ Manchester United ម្ដងទៀតបច្ចុប្បន្នលោកលេងឲ្យ Al Nassr FC នៅប្រទេស Saudi Arabia សមិទ្ធផលសំខាន់ឈ្នះពាន Ballon d'Or ច្រើនដងឈ្នះពាន UEFA Champions League ច្រើនលើកជាម្ចាស់កំណត់ត្រាគ្រាប់បាល់ជាច្រើនទាំងនៅកម្រិតក្លឹបនិងក្រុមជម្រើសជាតិជួយឲ្យក្រុមជម្រើសជាតិ Portugal ឈ្នះពាន UEFA Euro 2016និង UEFA Nations League 2019ជីវិតផ្ទាល់ខ្លួន Ronaldo មិនត្រឹមតែជាកីឡាករបាល់ទាត់ប៉ុណ្ណោះទេប៉ុន្តែលោកក៏ជាអ្នកជំនួញនិងជាបុគ្គលដែលចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាច្រើនផងដែរដោយសារតែទេពកោសល្យការខិតខំប្រឹងប្រែងនិងវិន័យខ្ពស់ Ronaldo បានក្លាយជាគំរូសម្រាប់យុវជនជាច្រើននៅទូទាំងពិភពលោក